ជាមនុស្សនៅក្នុងសហគមន៍នេះមែនទេបើតាមខ្ញុំស្មានមើលទៅយើងទាំងពីរអ្នកប្រហែលជាមិនខុសគ្នាទេខ្ញុំជាមនុស្សនៅក្នុងព្រៃខ្ញុំប្រាប់ឯងហើយថាខ្ញុំមិនអោយអ្នកណាចាប់ខ្ញុំបានជាដាច់ខាត2 ឆ្នាំហើយដែលខ្ញុំរស់នៅក្នុងព្រៃនេះដកដំឡូងកុំដកទាំងដើមម្ចាស់គេដឹងដកយកតែមើលទៅបានហើយធ្វើមិនទៅអញ្ចឹងជាពិបាកដែរដីរឹងណាតែមិនបាច់កាយទេបន្តិចទៀតខែលិចថ្ងៃក៏ឆាប់រះដែរយើងត្រូវតែចេញពីទីនេះឲ្យបានឆាប់យល់ល្អយើងគួរទៅផ្លូវជាមួយគ្នាទៅដំឡូងខ្ញុំមានមកបង្វែកហើយខ្ញុំដូចជាមាននិស្ស័យនឹងប្អូនឯងណាខ្ញុំចង់នាំប្អូនឯងឲ្យស្គាល់ជំរករបស់ខ្ញុំតើប្អូនឯងយល់ឃើញថាយ៉ាងម៉េចដែរកុំព្រួយអីខ្ញុំស្គាល់ព្រៃនេះច្បាស់ណាបើព្រមយកគ្នាជាមិត្តត្រូវស្មោះត្រង់នឹងគ្នាណានៅម្ដុំនេះយើងអាចរស់នៅបានដោយស្រួលព្រោះមើមដំឡូងជ្រូកនិងផ្លែឈើមានច្រើនណាស់มันពិបាកសម្រាប់យើងរស់នៅទេហើយបើយើងចេះប្រុងប្រយ័ត្នវាក៏មិនអាចរកយើងឃើញដែរទៅមុខទៀតទីនេះត្រូវចំណាំភូមិសាស្ត្រខ្លះទៅបានប្រពន្ធរបស់ខ្ញុំឯងឆ្ងល់កុំឆ្ងល់ឯងមើលចុះសត្វអីដែលយើងអាចស៊ីបានគឺយើងត្រូវតែស៊ីទាំងអស់សិនចុះប្រសើរជាងភ្លើងបែបអពតដែលងងឹតទាំងកណ្ដាលថ្ងៃមែនទេបងសប្តាហ៍ថ្ងៃបានដែកឆឹកបុរាណគ្រាន់នឹងជួយបំភ្លឺដែរថ្ងៃនេះទេដែលខ្ញុំបានដំឡូងហូបខ្ញុំមិននឹកស្មានថាបានជួបបងជាមនុស្សល្អអញ្ចឹងសោះហើយមានបញ្ញាឆ្លៀសវៃទៀតផងដើម្បីធ្វើរោងដីនេះខ្ញុំត្រូវប្រើពេលយប់អស់ប្រហែលជាកន្លះខែទៅហើយអីវ៉ាន់ទាំងអស់នេះខ្ញុំបានទន្សំនឹងលួចពីសហគមន៍មកអន្តរលួចពីសហគមន៍ទីកន្លែងនេះស្ងាត់ល្អណាស់ណាជាមួយនឹងពួកអពតវាមិនស្ងាត់ទេតែ
រុងរបៀបនេះខ្ញុំមានដល់ទៅពី3ឯណោះណែសត្វកដុលវាមិនដែលទុកដាក់ខ្លួនរបស់វានៅក្នុងរុនតែមួយនោះទេណោះហើយយើងធ្វើជាកដុលសិនចុះមិនចឹងណែយើងទាំងអស់គ្នាបើសិនជាមានខ្លោះធ្លុយដោយប្រការណាមួយដាច់ខាតយើងមិនត្រូវនិយាយអ្វីទាំងអស់ឲ្យគេដឹងពីរូងសម្ងាត់របស់យើងឡើយដូចជាលឺសូរសំឡេងកំភ្លើងធំនៅឯណាឆ្ងាយលឺជាប់កន្លះខែហើយតែវាច្បាំងគ្នានៅឯណាស្នូនេះប្រហែលជាពួកវាដាក់មានយុទ្ធថ្មភ្នំព្រោះថាវាត្រូវការយុទ្ធថ្មធ្វើស្ពានធ្វើទំនប់ណាយកុំគិតច្រើនពេកហូបតាណែខ្ញុំឮរបៀបនេះវាសន្តិជាខ្ញុំជាយូរណាស់មកហើយនិយាយអញ្ចឹងខ្ញុំចង់សួរបងពីរឿងមួយពេលដែលគេយកបងទៅសម្លាប់នោះតើប្រពន្ធរបស់បងនៅឯសហគមន៍គាត់មានដឹងរឿងរ៉ាវទាំងអស់នេះទេបើសិនជាគាត់ដឹងមិនដឹងជាគាត់ពិបាកចិត្តយ៉ាងណាទេប្រពន្ធខ្ញុំនឹកឃើញរឿងនេះកាលណាខ្ញុំអាណិតនាងណាស់នៅក្នុងសម័យលន់លន់